ยប្រើប្រាស់ស្រោអាមេរិកដើម្បីសម្លាប់ខ្មែរតើថៃមានគ្រឹះសភាអាវុធឬក៏ឧបករណ៍យោធាអ្វីខ្លះដែលបានទិញឬក៏ទទួលបានពីស្រោអាមេរិកតោះទស្សនាទាំងអស់គ្នានឹងបានដឹងគ្រប់យ៉ាងអំពីអាវុធទាំងអស់នោះថាថៃទិញអ្វីខ្លះពីសហរដ្ឋអាមេរិកខាងក្រោមនេះគឺជាអាវុធទាំងឡាយមួយចំនួនដែលថៃបានបញ្ជាទិញពីសហរដ្ឋអាមេរិកឬក៏ទទួលបានវីដេអូនេះគឺសំខាន់មែនទែនសូម share ទាំងអស់គ្នាបាទអូខេដំបូងគឺយន្តហោះចម្បាំងស៊េរីចាស់ F-ram Freedom Fighter នៅក្នុងសម័យកាល1960ដល់1990 Northrop F5 គឺជាយន្តហោះចម្បាំងដំបូងគេរបស់សហរដ្ឋអាមេរិកដែលថៃបានប្រតិបត្តិការក្នុងចំនួនច្រើនចាប់តាំងពីទសវត្សរ៍60យន្តហោះចម្បាំងធុនស្រាលទាំងនេះបានបម្រើការយ៉ាងសំខាន់ក្នុងទ័ពអាកាសថៃតាមរយៈសង្គ្រាមត្រជាក់ហើយត្រូវបានប្រើប្រាស់សម្រាប់ការពារដែនអាកាសនិងការវឹកវើរហូតដល់យន្តហោះថ្មីៗមកដល់យន្តហោះ F5 ភាគច្រើនគឺបានចូលនិវត្តន៍ជំនួសដល់យន្តហោះអាមេរិកនិងយន្តហោះផ្សេងៗទៀតបន្ទាប់គឺជាយន្តហោះ F16 Fighting Falcon នៅឆ្នាំ1988ដល់ឆ្នាំ2003និងការទិញជាបន្តទៀតប្រទេសថៃបានទិញយន្តហោះចម្បាំង F16A/B ជាច្រើនដែលបានចែកចាយនៅចន្លោះឆ្នាំ1988និងឆ្នាំ1996ប្រភពសាធារណៈបង្ហាញថាប្រទេសថៃបានទទួលយន្តហោះ F16A/B ថ្មីៗប្រហែល36គ្រឿងក្នុងកំឡុងពេលនោះហើយក្រោយមកទៀតបានទិញ F16 មួយទឹកបន្ថែមទៀតរួមទាំងកិច្ចព្រមព្រៀងពីឆ្នាំ2000សម្រាប់យន្តហោះមួយទឹកចំនួន16គ្រឿងក្នុងតម្លៃប្រហែលជា$136 លានអាមេរិកយន្តហោះ F16 គឺជាយន្តហោះចម្បាំងទំនើបដ៏សំខាន់របស់ប្រទេសថៃអស់ច្រើនទសវត្សរ៍មកហើយក្នុងការការពារដែនអាកាសការវាយប្រហារនិងការល្បាតហើយក៏បានប្រើប្រាស់វាក្នុងសង្គ្រាម5ថ្ងៃរវាងកម្ពុជានិងថៃផងដែរដែលវាបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជារបស់យើងថៃចង់អាប់ដេតនៅ F16 របស់ខ្លួនដោយការទិញយន្តហោះផ្សេងៗទៀតដូចជា Gripen ប្រហែលឆ្នាំថ្មីនេះអាវុធបន្ទាប់គឺជា Missile AMRAAM AIM 120សហរដ្ឋអាមេរិកបានអនុម័តការលក់ Missile AIM 120 AMRAAM សម្រាប់ប្រទេសថៃក្នុងទសវត្សរ៍2000 Missile ទាំងអស់នោះគឺប្រើប្រាស់នៅលើយន្តហោះចម្បាំង F16 របស់ប្រទេសថៃតម្លៃនិងចំនួនពិតប្រាកដត្រូវបានបោះពុម្ពដោយក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងការជូនដំណឹងអំពីការលក់យោធាបរទេស